អគ្គនាយកដ្ឋានអន្តរប្រវេសន៍បានធ្វើការបណ្តេញចេញជនបរទេសចំនួន372នាក់ចេញពីព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី19និងទី20ខែកុម្ភៈឆ្នាំ2026អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់អាយុត្តមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃអាយុត្តមសន្តិបណ្ឌិតនិងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃអាយុត្តមឧត្តមសេនីយ៍ឯកសុកវាសនាអគ្គនាយកអន្តរប្រវេសន៍បានណែនាំឲ្យនាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធីបន្តធ្វើការបណ្តេញជនបរទេសសរុបចំនួន372នាក់ស្រី54នាក់មាន18សញ្ជាតិរួមមានចិនម៉ាឡេស៊ីឥណ្ឌាស្រីលង្កាបង់ក្លាដេសប៉ាគីស្ថានឥណ្ឌូនេស៊ីកេនយ៉ានីហ្សេរីយ៉ាអេស៊ីបអេត្យូពីហ្គាណាយូហ្គងដាហ្វីលីពីនប្រេស៊ីលណ័រវេសអាហ្វ្រិកខាងត្បូងនិងចិនតៃវ៉ាន់ត្រូវបានបណ្តេញចេញតាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោដែលជនបរទេសទាំងអស់នេះពាក់ព័ន្ធករណីលួចឆ្លងដែនស្នាក់នៅគ្មានលិខិតឆ្លងដែននិងធ្វើការងារខុសច្បាប់ក្នុងព្រះរាជាណាចក្រកម្ពុជាការបណ្តេញចេញជនបរទេសខាងលើគឺជាការអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាក្នុងកិច្ចខិតខំប្រឹងប្រែងបោសសម្អាតនិងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យាធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់និងសកលលោកដោយគ្មានការលើកលែងនោះឡើយចំពោះមេខ្លោងដែលនៅពីក្រោយនិងក៏ដូចជាការជួយសង្គ្រោះជនរងគ្រោះដែលត្រូវមេខ្លោងបោកបញ្ឆោតឲ្យមកធ្វើការក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឲ្យមានសេរីភាពនិងអាចវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ